ចឹងខ្ញុំសូមជម្រាបសួរដល់បងប្អូនហើយនេះគឺចង់ជំរាបដល់បងប្អូនគឺសិក្សាអំពី taskbar and start menu ចឹងដំបូងយើងត្រូវដាក់មកទៅលើ start menu ហើយ right click ទៅនឹងវាជា property ចឹងយើងឃើញទាំងនេះគឺមាន taskbar start menu and toolbar គឺវាចង់មកបងប្អូនbằng taskbar ចឹង this point គឺចំណុច lock taskbar គឺមានន័យថាបើយើងគិតទៅហ្នឹងគឺវាធ្វើឲ្យ taskbar នេះមានលំដាប់ទីនៅកន្លែងហើយគេថា auto ហើយ taskbar មានន័យថាចំណុចហ្នឹងគឺយើងឲ្យ apply មកជិះមានលទ្ធភាពពេលដែលយើងយកមកដាក់ត្រង់នេះគឺនឹងឡើងមកវិញចឹងចាប់មកចំណុច auto ហើយ taskbar នេះคลิกវាមកហើយយើងយកពី apply នេះបងប្អូនគឺចេញពីចឹងហើយយើងយកពី OK